ពូចយនាងអៀតមុននឹងទាលុយពីខ្ញុំណាមានដឹងអត់ថាខ្ញុំមានលុយឬមិនមានខ្ញុំណាមិនមែនថោកទេណាបើខ្ញុំមានណាខ្ញុំយកទៅសងហើយនិយាយមើលនិយាយចោះលោកអើយជំពាក់លុយគេហើយនៅនិយាយធ្វើដូចគ្រាន់បើទៀតឈប់និយាយបោបាច់អីទៀតទៅឥឡូវនិយាយឲ្យសម្រេចតែម្ដងទៅថាលុយសងវិញឬក៏មិនសងមើលមាត់ខ្ញុំឲ្យច្បាស់ណា No បើមិនសងទេយើងទៅវិញក៏បានដែរពូចយគិតទៅវិញមែនណាត្រូវហើយបើវាថា no ទៅហើយនៅធ្វើស្អីទៀតហើយគិតទៅរាល់ថ្ងៃនេះមួយយ៉ាងដែរត្បិតតែគ្មានកូនគ្មានប្តីតែទ្រព្យសម្បត្តិចាយមិនខ្វះសំខាន់ណាចំណាស់នេះទៅហើយនៅឆ្លៀតមានក្មេងស្ទៀវមកតាមញ៉ែទៀតហើយចាំតែភ្លឺយន្តតាវាមកញុះញង់ដោយសារតែវាឃើញទ្រព្យសម្បត្តិខ្ញុំច្រើនទេបើសិនជាគ្មានទ្រព្យវិញណាស្រួលមិនស្រួលតែមុខយើងវាមើលផងអ្នកអៀតអើយអ្នកអៀតហើយអង្គុយធ្វើស្អីតែម្នាក់ឯងហ្នឹងហ៎អើយអ្នកណាញ់ចេះអីអ៊ីទេអីចូលមកណាអ្នកអើយហើយទៅណាមកណាដែរបានជាមកដល់ផ្ទះខ្ញុំមានទៅណាអ្នកណែបំណងគឺថាចង់បរនអ្នកអៀតនឹងណាហារកខ្ញុំមានការអីមកអង្គុយសិនមកអើយអរគុណហើយអ្នកអៀតនិយាយទៅណាវាដូចជាខ្មាស់អៀនអត់ចង់និយាយសោះហើយមានរឿងអីនិយាយទៅខ្មាស់ស្អីទៅសត្វតែគ្នាឯងសោះហ្នឹងបាញ់ចាំងខ្ញុំនិយាយហើយណាចានិយាយទៅគឺថាខ្ញុំនឹងណាខ្វះលុយគិតចង់មករកខ្ចីលុយអ្នកនឹងណាគិតអីចេះខុសថាមកខ្ចីលុយខ្ចីមែនហើយអ្នកចង់ខ្ចីប្រហែលដែរអ្នកគឺថាខ្ញុំចង់ខ្ចី 50,000 ហើយខ្ចីពេលណាទើបសងទៅអ្នកព្រឹកស្អែកខ្ញុំយកមកសងវិញហើយអ្នកហើយបើថ្ងៃស្អែកព្រឹកអ្នកមានលុយសងហើយមិនក៏ចាំបាច់ខ្ចីខ្ញុំធ្វើអីពេលនេះមេឃចិត្តយប់ទៅហើយនឹងអីក៏ទាន់ហន់ម្លេះអ្នកចាគឺដោយសារតែឥឡូវនឹងខ្ញុំវាខ្វះភ្លាមខ្វះលក្ខណៈតក់កុហលតែម្ដងនឹងណាអ្នកអើយច្បាស់ដែរទេថាស្អែកនេះយកលុយមកសងខ្ញុំវិញនោះព្រោះខ្ញុំខ្លាចហើយអ្នកដែលថាថ្ងៃនេះសងថ្ងៃនោះសងតែចុងក្រោយបោកគ្រាប់បែកខ្ញុំតែទាំងអស់នឹងអូខ្ញុំហ៊ានធានាណាអ្នកណែបើគ្មានលុយសងអ្នកទេណាខ្ញុំយកឡានកង់ពីខ្ញុំនឹងណាគឺយកទៅលក់យកលុយមកសងអ្នកភ្លាមកំព្រួយអីឡានកង់ពីរមានឡានកង់ពីរទៀតខ្ញុំដូចជាមិនដែលដឹងសោះគឺកង់ខ្ញុំនឹងណាអ្នកអ្នកអើយខ្ញុំស្មានថាអ្នកមានឡានកង់ពីរមែនតាមពិនកង់អ្នកកំពុងជិះនេះសោះចាអ្នកខ្ញុំចេះតែនិយាយឲ្យតែរួចពីមាត់ឲ្យបានសើចទៅអ្នកអើយកំ pl ែងណាស់អ្នកអើយកំ pl ែងណាស់ចាតែអ្នកមិនបាច់សើចយូរពេកទេណាឆាប់ឲ្យលើខ្ញុំមកមេឃអាងឹតហើយអាងឹតឥឡូវហើយមែនហើយអ្នកហត់ណាស់លុយបានលុយហើយអញ្ចឹងខ្ញុំទៅសិនហើយណាអ្នកណាចាកុំភ្លេចណាស្អែកព្រឹកសងខ្ញុំណាអ្នកអូយមិនភ្លេចទេគិតទៅស្រួលមួយយ៉ាងដែរមួយថ្ងៃមិនបាច់ធ្វើការងាររកស៊ីឲ្យហត់អីទេខ្ចីខាងនេះ 20,000 ខ្ចីខាងនោះ 50,000 លុយបានមកដោយស្រួលមែនហើយគិតទៅខ្ចីពូចយចុងភូមិទៀតសិនខែងលោបាន 50,000 បន្ថែមទៀតទុកទិញម្ហូបខ្លះហើយទុកចាក់កតុយលេខខ្លះថាមិនត្រូវសំណាងល្អអាចត្រូវកតុយលេខទៀតអូយគ្រប់ទឹកតែម្ដងហើយនាងអ៊ីតអើយហើយមិននឹកស្មានថានាងឯងនេះឆ្លាតយ៉ាងនេះសោះហើយគិតទៅរកខ្ចីគេសិនកុំឲ្យយប់តាន់ស៊ីតើអាឃ្លាយអើយឲ្យឆាប់ធំធាត់យើងសង្ឃឹមលើឯងនឹងហើយណាស៊ីទៅពូចយអើយនៅផ្ទះដែរទេនឹងអូយចោះសំឡេងអ្នកណាគេស្រួយស្រេះដូចសារិកាមកហៅពូចយសង្ហាដល់ផ្ទះបែបនេះអូយសិតតែចយសង្ហាគឺខ្ញុំស្រីស្អាតអ៊ីតនោះអីពូអូនាងអ៊ីតទេអីមកចូលមកចាស់ពូហើយពូកំពុងធ្វើស្អីដែរហ្នឹងពូកំពុងតែឲ្យស្មៅគោហ្នឹងណាអ៊ីតហើយចំណាស់នេះទៅហើយមិនសម្រាប់ខ្លះទេអីពូខំប្រឹងធ្វើអីម្លេះហាណែមិនដឹងថារស់នៅបានប្រមាណទៀតផងនេះហើយនិយាយនេះបារម្ភឬក៏ចង់ដាក់ទំនេរយើងហ្នឹងនាងអ៊ីតនិយាយលេងទេឲ្យតែបានសើចនឹងណាពូមិនកំ pl ែង
មិនក៏ប្លែងទេនាងអ៊ីត អើយកុំខឹងអីពូនិយាយសាច់ការតែម្ដងតោះពូមិនចង់ដឹងទេអីថាម៉េចបានជាខ្ញុំមករកពូបែបនេះ ហើយមកមានការអីដែរអ៊ីត គឺខ្ញុំចង់មករកខ្ចីលុយពូបន្តិចបន្តួច យើងថាអីចេះខុសអ្នកចិត្តខាងគ្នាមិនដែលមកសួរសុខទុក្ខគ្នាទេយូរមកម្ដងគឺមានតែខ្ចីលុយនឹងហើយទៅមក អើយបើពូដឹងហើយសូមពូឲ្យខ្ញុំខ្ចីលុយ 50000 មកណាពូ ហើយខ្ចីទៅនឹងពេលណាទៅផ្សង ព្រឹកស្អែកខ្ញុំយកមកសងពូវិញហើយ ចុះឯងបានលុយពីណាមកសងយើងភ្លាមយើងដូចជាមិនចង់ជឿទេឯងមិនដែលរកស៊ីអីផងហ្នឹង ខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងឯងពូកុំបារម្ភអី អើយហោះណែលុយ 50000 មកខ្ចីឲ្យស្រួលតែពេលសងឲ្យស្រួលដូចពេលខ្ចីអញ្ចឹងផងណា ចាអរគុណពូណាកុំព្រួយអីខ្ញុំប្រកាសជាយកលុយមកសងពូតាមការសន្យាណាពូណែខ្ញុំទៅសិនហើយណាពូ បានលុយភ្លាមទៅផ្លេតតែម្ដងហើយណោះ នៅយូរធ្វើអីពូណែខ្ញុំលាសិនហើយណាពូណា ទៅចុះ អើយថ្ងៃរះខ្ពស់ណាស់នៃទៅហើយអ្នកអ៊ីននៅមិនទាន់យកលុយមកសងយើងទៀតសង្ស័យតែស៊ីដាច់ហើយមើលទៅមីងកំពុងតែតន្ទឹងរឿងអីហ្នឹងមីងអូមីងកំពុងតែចាំផ្លូវអ្នកអ៊ីនហ្នឹងណាក្មួយកាលពីល្ងាចមិញណាគាត់មកខ្ចីលុយមីងហើយសន្យានឹងមីងថានឹងយកលុយមកសងវិញនៅព្រឹកនេះអូយតែនេះមិនឃើញយកមកសងសោះក្មួយអូយស្លាប់ហើយមីងឲ្យលុយទៅគាត់ខ្ចីធ្វើអីមីងអ៊ីនណាអូយហើយមីងអត់ដឹងសោះអីរឿងអីទៅក្មួយមីងដឹងអត់មីងអ៊ីតហ្នឹងណាចម្ពាក់លុយគេមិនដែលសងទេគេល្បីពេញតែស្រុកពេញភូមិហ្នឹងដល់មិនលឹងផងឲ្យក្មួយអូយមីងអត់ដឹងសោះហើយក្មួយអើយណែបើដូចក្មួយនិយាយមែនណាបានន័យថាលុយមីងប្រហែលជាមិនបានមកវិញទេមើលទៅនោះមានសង្ឃឹមដែរតែសង្ឃឹមតិចណាមីងសង្ឃឹមត្រង់ថាបើមីងអ៊ីតគាត់ត្រូវឆ្នោតក្រែងលោកគាត់សងខ្លះបានតែបើអត់ត្រូវទេអូយគ្មានសង្ឃឹមទេមីងអើយព្រោះមីងអ៊ីតនេះអត់មានរកស៊ីរបស់អីក្រៅពីដើរខ្ចីលុយគេយកទៅលេងឆ្នោតនឹងទេហើយមីងអ៊ីតខ្ចីលុយមីងប្រហែលដែរមីងអូគឺខ្ចីលុយមីងនឹង 50000 ណាក្មួយ 50000 ច្រើនគួរសមដែរតាមីងនឹងឲ្យក្មួយណែមីងអរគុណហើយណាដែលក្មួយបានប្រាប់មីងអើយមីងគិតរកទាលុយនាងអ៊ីតសិនហើយណាក្មួយចាមីងជូនពរមីងទាលុយបានសម្រេចណាមីងអរគុណហើយក្មួយថ្ងៃនេះនាងអ៊ីតវាថាវាយកលុយមកសងតែមិនក៏មិនឃើញយកមកសោះអញ្ចឹងតិចវាគិតវេះមិនចង់សងទេដឹងលុយ 50000 សំតម្រាំទៅបានងាយទេណាហើយចុះបើវាមិនសងវិញគិតយ៉ាងម៉េចម្សិលមិញនេះនិយាយច្បាស់លាស់ណាស់ថាស្អែកព្រឹកនឹងយកលុយមកសងតែនេះចិត្តល្ងាចវិញទៅហើយតែសមោលក៏មិនឃើញផងសង្ស័យតែដាច់ទេមើលទៅនាងអៀតមែនហ្នឹងអៀតហើយថាមិនអៀតពូហើយតាណាមកណៃមិនក៏ដើរលឿនម៉េះមិនចូលលេងសិនទេអីអត់បានចូលលេងទេពូប្រញាប់ទៅទាលុយនាងអ៊ីតបន្តិចណាពូឈប់សិននាងអ៊ីតមកនេះបន្តិចសិនមកមើលកុំតន់អាលទៅហៅអីហៅម៉េះពូខ្ញុំប្រញាប់សឹងអីប្រញាប់អីក៏សម្បើម្លេះមកនេះសិនមកយ៉ាងម៉េចទៅពូមានការអីមែនទេពូគឺអញ្ចេះណាពូឮថាឯងទៅទាលុយនាងអ៊ីតបានជាពូហៅចូលផ្ទះសិនព្រោះឯនាងអ៊ីតពីម្សិលមិញនេះវាមកខ្ចីលុយពូដែរហើយសន្យាថាព្រឹកនេះយកលុយមកសងតែវាមិនឃើញយកមកឲ្យសោះស្ងាត់ដល់ឥឡូវនេះអូប្រាប់ពូថាព្រឹកយកលុយមកសងដែរមែនទេពូនាងអ៊ីតក៏ប្រាប់ខ្ញុំអញ្ចឹងដែរពូបើអញ្ចឹងតោះពូទៅទាលុយនាងអ៊ីតជាមួយខ្ញុំដែរអត់ពូទៅរឿងអីថាមិនទៅតោះទៅពូខ្លាចយប់តោះឆ្ងាញ់មែនវើយឆ្ងាញ់ណាស់គិតទៅមួយយ៉ាងដែរតើមិនបាច់ទៅរកស៊ីអីនាំទៅហត់ស្អីទេថ្ងៃនេះខ្ចីលុយផ្ទះនេះថ្ងៃស្អែកខ្ចីលុយផ្ទះនោះនិយាយលន់តួតែបន្តិចរឿងអីគេមិនអាណិតអីអ្នកណាគេអញ្ចេះវ៉ៃដើរចូលមកដូចជាកាចម្លេះវើយនាងអ៊ីតអើយនៅផ្ទះទេហ្នឹងនាងអ៊ីតអើយនាងអ៊ីត
អូយយីពូចយនឹងនាងអៀតតើអូយមិនបានទេយកមន្តលក្ខសិនសង្ស័យតែមកទាលុយហើយមើលទៅនោះអូយ នាងអ៊ីតអើយនាងអ៊ីតនាងក្អ៊ីត ចាហៅតែអ៊ីតទៅបានហើយអាមិនក៏ចាំបាច់ហៅដាច់សាច់ម្លេះពូ ចុះបើយើងហៅនាងឯងមិនលឺឆ្លើយសោះតើដាច់សាច់បន្តិចទៅឆ្លើយហើយយ៉ាងម៉េចទៅហើយនាងអ៊ីតលុយជាពាក់យើងថាព្រឹកនេះសងហើយមិនកុំឃើញសង មែនហើយកាលពីព្រឹកមិញនេះដូចជានិយាយស្រួលណាស់ថាព្រឹកនេះនឹងសងហើយចុះអាមិនក៏ឥឡូវមិនឃើញយកលុយទៅសងហ៎អើយណែពូចយនាងអៀតមុននឹងទាលុយពីខ្ញុំណាមានដឹងអត់ថាខ្ញុំមានលុយឬមិនមានខ្ញុំណាមិនមែនថោកទេណាបើខ្ញុំមានណាខ្ញុំយកទៅសងហើយតែមកពេលវាអត់មាននឹងហើយបានជាមិនឃើញខ្ញុំយកទៅសងយាយមើលនិយាយចោះលោកអើយជំពាក់លុយគេហើយនៅនិយាយធ្វើដូចគ្រាន់បើទៀត ហើយថាបើមានចាំយកសងនឹងពេលណាទៅនាងអ៊ីត ខ្ញុំធ្វើមិនដឹងទៅពូក៏ឃើញខ្ញុំគ្មានរកស៊ីស្អីផងមានលុយពីណាមកសងពូនឹងនាងអៀតទៅយីនាងអៀតបើនាងនៅតែនិយាយបែបនេះទៀតកុំថាខ្ញុំប្រើធរក្តៅណាហើយយ៉ាងម៉េចចង់រឹបអូសយកសម្ភារៈក្នុងផ្ទះឬក៏ចង់រឹបអូសយកផ្ទះនេះតែមកមែនទេហាបើចង់បានណាយកទៅនោះណោឆ្នាំងកាចាស់មួយវែកបាយមួយនិងខោអាវលហែក2 3ខាងក្នុងនោះណាចំណែកផ្ទះនេះក៏មិនមែនជាផ្ទះខ្ញុំដែរអញ្ជើញណាពូអញ្ជើញណានាងអៀតយកទៅចោយកអីក៏យកទៅ យើងនេះចាស់ហើយមិនគួរណាទៅភ្លើចាញ់បោកនឹងអ៊ីតឯងអញ្ចឹងសោះស្ដាយណាស់ដែលខំឲ្យលុយឯងខ្ចី មែនហើយខ្ញុំរៀងហើយអាអ្នកខ្ចីលុយនិយាយផ្អែមនេះសុកចិត្តឆ្លើយថាអត់មានប្រសើរជាងហាអើយបើមិននិយាយផ្អែមស្មានថានាងអៀតឯងនឹងឲ្យខ្ញុំខ្ចីលុយមែនវាមិនដែលអាណាខ្ចីលុយគេប្រើពាក្យគំរោះគំរើយទេវ៉ៃហើយគេមិនឲ្យខ្ចីទៅ បានហើយនាងអ៊ីតឈប់និយាយបោបាច់អីទៀតទៅឥឡូវនិយាយឲ្យសម្រេចតែម្ដងទៅថាលុយសងវិញឬក៏មិនសង មែនហើយនិយាយទៅមើលមាត់ខ្ញុំឲ្យច្បាស់ណា No បើមិនសងទេយើងទៅវិញក៏បានដែរ ពូចយគិតទៅវិញមែនណា ត្រូវហើយបើវាថា no ទៅហើយនៅធ្វើស្អីទៀតណែនាងអ៊ីតបើនាងធ្វើបែបនេះគឺបានតែម្ដងទេណាគ្មានលើកទី2ទេយើងប្រាប់ឲ្យដឹងទៅ យើងក៏អញ្ចឹងដែរថ្ងៃក្រោយកុំឲ្យយើងឃើញមុខឯងទៀតលុយ 50000 នេះយើងឲ្យហោសកម្មឲ្យឯងទៅចុះកុំបារម្ភអីពូចយនាងអៀតយើងគ្រាន់តែសុំផ្ដាំថាថ្ងៃក្រោយណាមុននឹងឲ្យគេខ្ចីលុយត្រូវមើលមនុស្សផងកុំចេះតែមានលុយឲ្យគេខ្ចីខ្ញុំមកប្រាប់យកតែប៉ុនទេ នៅមកឌឺទៀតតោះនាងអ៊ីតយើងទៅវិញចាប់តាំងពីពេលនោះមកមីងអ៊ីតនៅតែដើរខ្ចីលុយអ្នកផ្សេងទៀតគ្រប់គ្នាប៉ុន្តែគាត់មិនដែលមានលុយសងគេម្ដងណាឡើយធ្វើឲ្យអ្នកភូមិអស់ជំនឿចិត្តនឹងលេងឲ្យមីងអ៊ីតខ្ចីតទៅទៀតថ្ងៃមួយមីងអ៊ីតបានធ្លាក់ខ្លួនឈឺជាខ្លាំងប៉ុន្តែមីងអ៊ីតមិនមានលុយដើម្បីទិញថ្នាំសង្កូវឡើយទោះទៅអង្វរខ្ចីលុយគេយ៉ាងណាក៏គេមិនឲ្យដែរមីងអ៊ីតបានដាច់ចិត្តទៅខ្ចីពូចយម្ដងទៀតព្រោះនឹកឃើញថាទោះបីជាយ៉ាងណាក៏ពូចយគឺជាចាស់ទុំជាងគេនៅក្នុងភូមិនេះ ពូចយអើយពូចយ ហួយចុះអ្នកណាគេទៅទូក៏មកចិត្តឈឹងមកស្រែកអីនៅមុខផ្ទះហ្នឹង ចាគឺខ្ញុំមកពូខ្ញុំនាងអ៊ីត នាងអ៊ីតមែនទេហ្នឹង ចាពូ ពុទ្ធោនាងអ៊ីតមែនតើហើយហេតុអីបានជាស្គមស្គាំងស្លេកឆ្លាំងឲ្យសម្បើមម្ល៉េះ ខ្ញុំឈឺណាពូ ហើយឈឺអីមិនក៏ដល់ថ្នាក់ហ្នឹង ខ្ញុំក៏មិនដឹងដែរពូ វាចេះតែក្អកមិនបាត់សោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្គមទៅ ហើយមានបានទៅពេទ្យហើយនៅ នៅទេពូខ្ញុំគ្មានលុយមករៀលទេពូ ហើយមកហ្នឹងគិតមកខ្ចីលុយទៀតមែន ចាពូមែនហើយខ្ញុំមិនដឹងថាទៅរកអ្នកណាទេគ្មានអ្នកណាគេព្រមឲ្យខ្ញុំខ្ចីទេពូនៅតែពូនឹងដែលជាចាស់ទុំក្នុងភូមិពូប្រហែលជាមានចិត្តល្អមិនចិត្តដាច់ទេមែនទេពូ ឯងឃើញទេនាងអ៊ីតនេះជាមេរៀនបើឯងខ្ចីលុយគេហើយគិតតែពីដើរស៊ីចាយហឺហាមិនគិតយកលុយទៅរកស៊ីខ្ចីគេហើយមិនសង
លទ្ធផលគឺវាបែបនេះហើយតែយើងនេះមិនដាច់ចិត្តទេហ៎ណែលុយយកទៅទុកទិញថ្នាំទៅយើងមានតែប៉ុណ្្នឹងទេណាហើយបើបានជាសះស្បើយហើយត្រូវកសាងខ្លួនឡើងវិញកុំគិតតែពីដើរខ្ចីលុយគេចាយបែបនេះទៀតឮទេ ចាខ្ញុំអរគុណហើយពូខ្ញុំសន្យានឹងពូបើខ្ញុំជាលើកនេះណាខ្ញុំនឹងកែប្រែខ្លួនណាពូឆាប់ទៅពេទ្យទៅណាបន្ទាប់ពីពូចយឲ្យលុយទៅមីងអ៊ិនខ្ចីយកទៅពេទ្យរួចហើយមីងអ៊ិនក៏បានជាពីជំងឺវិញរួចហើយសាងជីវិតថ្មីម្ដងទៀតដោយចាប់ផ្ដើមពីការដើរបេះត្រកួនបេះស្លឹកបាសយកទៅលក់គ្រាន់បានលុយបន្តិចបន្តួចចិញ្ចឹមជីវិតអត្ថន័យអប់រំលុយដែលគេយកមកឲ្យយើងខ្ចីមិនមែនជាលុយធ្លាក់ពីលើមេឃនោះទេតែគឺជាលុយដែលប្រឹងប្រែងពីកម្លាំងញើសឈាមរបស់គេហេតុដូច្នេះពេលបានវាវិញហើយសូមកុំភ្លេចនឹកសងគេវិញផងបើអ្នកមិនសងគេទេថ្ងៃក្រោយគេនឹងមិនឲ្យអ្នកខ្ចីម្ដងទៀតឡើយ